ការផ្ដល់សិទ្ធិឲ្យជនបរទេសអាចទិញនិងកាន់កាប់អចលនទ្រព្យនេះគឺជាការដាក់ចេញដោយវេទិការាជរដ្ឋាភិបាលជាមួយវិស័យឯកជនលើកទី19អញ្ចឹងបរទេសមានសិទ្ធិនៅក្នុងការទិញអចលនទ្រព្យនៅកម្ពុជាតាមរូបភាពណាខ្លះចំណុចទី1គឺគេហៅថាយន្តការតំណាងជនជាតិខ្មែរកន្លងមកបរទេសគាត់បានមកទិញអចលនទ្រព្យស្រុកយើងគាត់ប្រើយន្តការតាមរយៈមេធាវីឬសាការីគាត់មកទិញហើយគាត់ដាក់ឈ្មោះជនជាតិខ្មែរម្នាក់អញ្ចឹងមេធាវីគេធ្វើកិច្ចសន្យាផ្ទៃក្នុងឈរឈ្មោះទិញដីឲ្យហើយកម្រៃដែលបរទេសដែលគាត់ទិញនោះអាចថាគាត់ឲ្យជាកម្រៃយ៉ាងម៉េចជាកិច្ចសន្យាផ្ទៃក្នុងរបស់គាត់ហើយគាត់ឲ្យជនជាតិខ្មែរកាន់កាប់ដីហ្នឹងថាជុំមិនខ្លាចជនជាតិខ្មែរបោកប៉ុន្តែផ្អែកលើកិច្ចសន្យានោះជនបរទេសនោះគាត់អាចយកបានកម្មសិទ្ធិនោះទៅដាក់បន្ទុកនៅមន្ទីរអញ្ចឹងមន្ទីរគេដាក់បន្ទុកឲ្យអញ្ចឹងក៏អត់អាចលក់របស់គាត់បានទេហ្នឹងក៏យន្តការមួយគាត់អាចទទួលសិទ្ធិលើដីធ្លីនៅស្រុកខ្មែរតាមរយៈយន្តការតំណាងជនជាតិខ្មែរទី2ច្បាប់បទធនបាកិច្ចគឺថាមានក្រុមហ៊ុនដែលគេរកស៊ីខាងហ្នឹងឧទាហរណ៍ដូចជាក្រុមហ៊ុន Canatras គឺគេជួយឈរឈ្មោះទិញដីឲ្យបរទេសហើយបង់កម្រៃឲ្យគេទៅហើយយកទៅដាក់បន្ទុកបានដូចគ្នាហ្នឹងក៏ជាយន្តការមួយដែលបរទេសអាចកាន់កាប់កម្មសិទ្ធិនៅក្នុងទឹកដីរបស់យើងបានទី3គឺការវិនិយោគក្នុងតំបន់ទេសចរពិសិដ្ឋនេះគឺយើងមានអនុក្រឹត្យមានអីហើយអញ្ចឹងបរទេសគាត់អាចទិញលំនៅឋានតាមរូបភាពជាសិទ្ធិជួលអចិន្ត្រៃយ៍ជាដើមនៅក្នុងតំបន់ទេសចរពិសិដ្ឋហើយនៅក្នុងតំបន់ទេសចរពិសិដ្ឋវាមានលក្ខណៈពិសេសថាគាត់អាចទទួលបានការលើកទឹកចិត្តច្រើនការលើកទឹកចិត្តផ្នែកពន្ធដារការលើកទឹកចិត្តផ្នែកកម្រៃសេវាផ្សេងៗនៅក្នុងនោះហើយក៏មានការលើកទឹកចិត្តក្រសួងមហាផ្ទៃបានរៀបចំនៅសេចក្តីព្រាងអនុក្រឹត្យស្តីពីការផ្ដល់ទិដ្ឋាការពិសេសដល់ជនបរទេសដែលមកគោលដៅមកស្រុកយើងឬក៏ឆ្លងកាត់ស្រុកយើងតែម្ដងហើយមកកាន់តំបន់សេដ្ឋកិច្ចពិសេសចាត់ទុកថាជាផ្ទះទី2របស់គាត់ជា second home អញ្ចឹងនឹងផ្ដល់ទិដ្ឋាការពិសេសដែលមានសុពលភាពអាច1ឆ្នាំ2ឆ្នាំ5ឆ្នាំឬ3ឆ្នាំរហូតដល់10ឆ្នាំនេះជាលក្ខណៈពិសេសមួយដែលបរទេសគាត់អាចមកធ្វើបានហើយក្រសួងទេសចរបាននឹងកំពុងរៀបចំគោលនយោបាយបន្ថែមមួយទៀតទៅលើអនុក្រឹត្យដើម្បីតម្រង់ទិសនៃការអនុវត្តគម្រោងតំបន់ទេសចរពិសិដ្ឋនេះឲ្យកាន់តែមានភាពទាក់ទាញនិងទូលំទូលាយហើយទី4គឺជនបរទេសអាចទទួលបានសិទ្ធិកាន់កាប់នៅក្នុងទឹកដីនៃប្រជាជាតិកម្ពុជាយើងកាន់កាប់អចលនវត្ថុតាមរយៈសិទ្ធិជួលអចិន្ត្រៃយ៍គឺច្បាប់យើងអនុញ្ញាតឲ្យមានសិទ្ធិជួលអចិន្ត្រៃយ៍ហើយសិទ្ធិជួលអចិន្ត្រៃយ៍50ឆ្នាំនឹងអាចបន្តជាថ្មីបានអញ្ចឹងខ្ញុំឱកាសនេះជម្រាបជូនអាយដាមលោកជំទាវអង្គពិធីទាំងមូលទៅប្រាប់ជនបរទេសទៅ50ឆ្នាំហើយអាចបន្ត50ឆ្នាំទៀតវាស្មើនឹងកម្មសិទ្ធិជីវិតមនុស្សនៅក្នុងអាជីវកម្មគឺវាគ្រប់គ្រាន់ណាស់ទៅហើយអញ្ចឹងយន្តការទាំង4នេះគឺជាយន្តការមួយដែលទាក់ទាញឲ្យការវិនិយោគបរទេសក៏ដូចជាការវិនិយោគក្នុងស្រុកមកបោះទុនវិនិយោគនៅក្នុងទឹកដីនៃប្រជាជាតិកម្ពុជារបស់យើង